សុខស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះដាក់ខ្ញុំមានផ្ទះមួយនៅខាងបូរីពិភពថ្មីសាលាមុំគឺនៅលើផ្លូវសាលាមុំទាំងម្ដងហើយផ្ទះរបស់យើងដែរគឺមានទំហំសាច់ដីរបស់យើងគឺមានទំហំ15គុណទៅនឹង30ហើយសាច់ផ្ទះរបស់យើងមានទំហំ8ម៉ែត្រគុណទៅនឹង16ហើយយើងមើលទិដ្ឋភាពផ្លូវអីផ្សេងបាទហើយដីរបស់យើងនេះគឺជាដីបកកែងមកហើយសាច់ផ្ទះរបស់យើងនេះគឺមានផ្លូវចំហៀងកែងប្រហែលជា5ម៉ែត្រផ្លូវរបស់យើងមិញហ្នឹងឥឡូវយើងទៅមើលខាងក្នុងរបស់យើងផ្ទះរបស់យើងរាល់ថ្ងៃគឺយើងបើកអាជីវកម្មគឺលក់ដូរមួយចំនួនដូចយើងមើលក្នុងរូបនឹងអញ្ចឹងបាទនេះគឺជាខាងក្នុងបាទសាច់ផ្ទះរបស់យើងហើយមានសចំហៀងផ្ទះរបស់យើងនេះយើងមើលទៅចំហៀងដូចជាធំដែរបាទអូខេហើយផ្ទះរបស់យើងនេះបើនិយាយពីតម្លៃវាយ៉ាងសមរម្យបាទបើធៀបទៅនឹងផ្ទះល្វែងនៅខាងបូរីអំបញ្ញមិញដែលយើងបានថតហ្នឹងបូរីពុទ្ធថ្មីហ្នឹងគឺយើងមើលទៅគឺតម្លៃរបស់វាសមរម្យជាងរបស់យើងគឺដីគឺទំហំ15ក៏ប៉ុន្តែផ្ទះល្វែងគេគឺមកល្វែងខ្ទង់ជា20ម៉ឺនហើយបាទ18 20ម៉ឺនហ្នឹងវាចន្លោះប៉ុណ្ណឹងមកល្វែងហើយយើងមើលរូបរាងផ្ទះរបស់យើងទៅអូខេខាងក្នុងខាងក្រោយយើងមើលទិដ្ឋភាពខាងក្រោយរបស់យើងមានបន្ទប់ឲ្យចំទៅផ្ទះរបស់យើងនេះគឺជាមានបន្ទប់គេង8និងបន្ទប់ទឹកចំនួន9បាទហើយខ្ញុំនឹងថតទាំងអស់ឲ្យមើលគាត់ថាយើងមិនបានស៊ីជម្រៅបានយើងមើលខាងក្រោយរបស់យើងនេះអូខេហើយផ្ទះរបស់យើងនេះគឺស័ក្តិសមសម្រាប់ការបើកជាលក្ខណៈ business ផ្សេង micro finance ឬអីផ្សេងអាហ្នឹងទៅតាមការនេះទាំងអស់គ្នាយើងមើលក្នុងបន្ទប់ទឹករបស់យើងហើយយើងមើលទិដ្ឋភាពខាងក្នុងរបស់យើងឡើងទៅលើបន្តទៀតតហើយនេះជាបន្ទប់គេរបស់យើងបាទខាងលើរបស់យើងនេះឡើងទឿមានបន្ទប់4ហើយមានបន្ទប់ទឹកនៅក្នុងគ្រប់បន្ទប់ទាំងអស់នេះជាបន្ទប់របស់យើងមួយទៀតតើឥឡូវយើងឡើងទៅលើបន្តទៀតហើយខាងលើរបស់យើងនេះក៏មានបន្ទប់ទៀតដែរយើងមើលទិដ្ឋភាពនេះក៏បន្ទប់របស់យើងមួយទៀតដែរនេះគឺជាទិដ្ឋភាពខាងក្រៅរបស់យើងនេះខាងក្រៅរបស់យើងនេះគឺធំសាលាល្អហើយមានខ្យល់អាកាសល្អនេះដែរគឺជាបរិយាកាសថ្មីសាលាមុំរបស់យើងហ្នឹងហើយយើងមើលទិដ្ឋភាពហើយយើងទៅមើលទិដ្ឋភាពផ្លូវពីខាងចំការព្រីងមកកាន់ផ្ទះនេះទាំងអស់គ្នាតោះបាទឥឡូវនេះយើងមកដល់មុខចការព្រីងហើយឥឡូវយើងមកដល់មុខចការព្រីងយើងជិះមកខាងtừខាងលិចមកបាទយើងជិះទៅត្រង់រហូតតោះមកយើងបត់ឆ្វេងមកយើងបត់ស្ដាំតាមក្រាស់សាំងរបស់យើងមកយើងជិះមករហូតខ្ទង់ជាប្រមាណ300ម៉ែត្រឥឡូវនេះខ្ញុំខានបន្តិចដើម្បីកុំឲ្យវាស៊ីមកបាទអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយតាមផ្លូវហ្នឹងបាទឥឡូវយើងជិះរហូតមកដល់សាលាពិភពថ្មីសាលាមុំហ្នឹងយើងជិះហួសពិភពថ្មីហ្នឹងតិចមកគឺយើងមកដល់ផ្ទះរបស់យើងនៅខាងបែរមុខទៅខាងត្បូងហ្នឹងហើយយើងមើលបាទពេលហួសនេះតិចមកគឺយើងមកដល់ផ្ទះរបស់យើងនេះនៅខាងស្ដាំដៃនេះបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយចម្ងល់ផ្សេងបងប្អូនអាចទៅតាមលេខទូរស័ព្ទនៅខាងលើការរៀបរាប់របស់យើងមុននឹងបានមកអរគុណច្រើនសូមជម្រាបលា